នៅក្នុងការតស៊ូដ៏អស្ចារ្យនៃសម័យនគរទាំង3យើងចាប់អារម្មណ៍នៅវីរភាពដ៏ស្មោះត្រង់របស់លាវប៉ៃភាពប៉ិនប្រសប់នៃយុទ្ធសាស្ត្ររបស់ជូកលៀងនិងភាពសាហាវឃោរឃៅរបស់ឆាវឆាវប៉ុន្តែបរិបទដែលឈ្នះសង្គ្រាមយ៉ាងពិតប្រាកដអ្នកដែលបានរួចផុតពីសេចក្តីស្លាប់ក្នុងស្ថានភាពលំបាកបំផុតនានាហើយបានបង្កើតរាជវង្សចិនដ៏អស្ចារ្យបន្ទាប់នោះគឺស៊ឺម៉ាអ៊ីគាត់គឺជាអ្នកនៅរស់រានមានជីវិតចុងក្រោយប្រៀបដូចជាកញ្ជ្រោងដ៏ស្ងប់ស្ងាត់ដែលបានកាន់កាប់ភ្នំមួយតែឯងនៅក្នុងខ្សែភាពយន្តវីដេអូហ្គេមនិងប្រឡោមលោកល្បីល្បាញស៊ឺម៉ាអ៊ីជារឿយៗត្រូវបានពិពណ៌នាថាជាតួអង្គដែលមានភាពស្ងប់ស្ងាត់លះអារម្មណ៍ច្រើនភ័យបារម្ភច្រើនហើយសឹងតែជាមនុស្សកំសត់ទៅហើយបើប្រៀបធៀបទៅនឹងជូកលៀបតើរឿងនោះគេប្រឌិតចំណុចណាខ្លះហើយអត្តចរិតពិតរបស់ស៊ឺម៉ាជាមនុស្សបែបណាថ្ងៃនេះខ្ញុំសូមធ្វើការប្រៀបធៀបតួអង្គគួរឲ្យខ្លាចនៅក្នុងការតែងនិពន្ធតទល់នឹងប្រវត្តិសាស្ត្រពិតរបស់រដ្ឋបរោះរូបនេះស៊ឺម៉ាអ៊ីជាកញ្ជ្រោងពូកែអត់ធ្មត់ក្នុងការប្រឌិតសកម្មភាពដ៏ពេញនិយមរបស់ស៊ឺម៉ាអ៊ីដែលត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីប្រឡោមលោកមនោសញ្ចេតនានគរទាំង3នៅសតវត្សទី14បានលាបពណ៌គាត់ថាជាអ្នកបំផុសគំនិតចុងក្រោយដែលកំណត់ដោយការអត់ធ្មត់និងការងើបឡើងដើម្បីប្រឆាំងនឹងបេសកកម្មភាគខាងជើងរបស់ជូកលៀងស៊ឺម៉ាអ៊ីធ្វើសកម្មភាពយឺតនិងមួយប្រយ័ត្នប្រយែងខ្លាំងហើយតែងតែចំអកដោយសត្រូវរបស់គាត់ចំពោះយុទ្ធសាស្ត្រការពាររបៀបអណ្ដើកក្នុងស្នូកឈុតឆាកប្រឌិតមួយដ៏ល្បីល្បាញគឺត្រង់វគ្គយុទ្ធសាស្ត្រក្រុងប្រទេសដោយស៊ឺម៉ាអ៊ីចាញ់បើកជូកលៀងដេញពិនខាងមុខជញ្ជាំងក្រុងបើកចំហដោយគ្មានការយាមកាមអ្វីទាំងអស់ឈុតនេះគឺប្រឌិតទាំងស្រុងធ្វើឲ្យតួអង្គស៊ឺម៉ាអ៊ីមើលទៅមានភាពអស្ចារ្យជាយុទ្ធសាស្ត្រប៉ុន្តែមានសភាពជាមនុស្សភ័យខ្លាចច្រើននៅក្នុងរឿងប្រឌិតគាត់ជាមនុស្សដែលឈ្នះដោយសារភាពអត់ធ្មត់និងដោយសារមានជីវិតរស់បានយូរជាងសត្រូវរបស់គាត់ទើបធ្វើការវាយឆ្មក់លើអ្នកចំនួនក្រោយដែលខ្សោយជាងគាត់ប៉ុន្តែស៊ឺម៉ាអ៊ីក្នុងប្រវត្តិសាស្ត្រមានភាពស្មុគស្មាញជាងក្នុងការតែងនិពន្ធហើយជាមនុស្សប្រយ័ត្នប្រយែងខ្លាំងក្នុងការលាក់លៀមអំពីប្រវត្តិរបស់គាត់ក្នុងប្រវត្តិសាស្ត្រស៊ឺម៉ាអ៊ីជាមន្ត្រីជាន់ខ្ពស់ដែលសកម្មបំផុតក្នុងសៀវភៅកំណត់ត្រានៃនគរទាំង3បានសរសេរថាស៊ឺម៉ាអ៊ីជាមន្ត្រីដែលសកម្មនិងសម្រេចកិច្ចការបានល្អប្រសើរស៊ឺម៉ាអ៊ីមកពីគ្រួសារអភិជនដែលមានការអប់រំខ្ពង់ខ្ពស់ខណៈពេលដែលគាត់បានក្លែងបន្លំធ្វើជាឈឺនោះដំបូងឡើយគឺដើម្បីគេចពីការបម្រើស្ដេចសង្គ្រាមដែលទើបនឹងកើតថ្មីឆាវតែនៅទីបំផុតគាត់ត្រូវបានបង្ខំឲ្យចូលរួមក្នុងកិច្ចការផ្នែកមន្ត្រីរដ្ឋបាលប្រហែលក្នុងឆ្នាំ208នៃគ្រិស្តសករាជអាជីពដំបូងរបស់គាត់មិនមែនជាអ្នកកាន់កាប់កងទ័ពទេតែជាមន្ត្រីផ្នែករដ្ឋបាលគាត់គឺជាម្ចាស់នៃអភិបាលកិច្ចហិរញ្ញវត្ថុនិងកសិកម្មដែលជួយរក្សាស្ថិរភាពនៃនគរវ័យដោយស្នើគោលនយោបាយសំខាន់ៗដូចជាប្រព័ន្ធយោធាកសិកម្មដែលធានាបាននូវស្ថិរភាពអាហាររយៈពេលវែងស៊ឺម៉ាអ៊ីគឺជាអ្នកចាត់ចែងកិច្ចការចុងក្រោយដែលផ្ដល់ការគ្រប់គ្រងនិងការប្រឹក្សាសំខាន់ដល់ឆាវហើយក្រោយមកធ្វើជាគ្រូបង្ហាត់ដ៏គួរឲ្យទុកចិត្តនិងជាទីប្រឹក្សារបស់កូនប្រុសឆាវគឺឆាវភីនៅពេលដែលឆាវភីបានឡើងសោយរាជ្យស៊ឺម៉ាអ៊ីត្រូវបានដំឡើងឋានៈខ្ពស់បំផុតនៃការគ្រប់គ្រងនគរបានន័យថាក្នុងប្រវត្តិសាស្ត្រពិតស៊ឺម៉ាអ៊ីគឺជាមន្ត្រីដ៏សំខាន់ក្នុងការចាត់ចែងនគរក្នុងរយៈពេលដ៏វែងមុននឹងគាត់ត្រូវប្រឈមមុខនឹងការដឹកនាំកងទ័ពដ៏ធំធេងរបស់នគរវ័យស៊ឺម៉ាអ៊ីគឺជាអ្នកវាយប្រហារមុនខុសពីជូកលៀងនៅក្នុងខ្សែភាពយន្តស៊ឺម៉ាអ៊ីត្រូវបានកំណត់ដោយចំហការពាររបស់គាត់ប្រឆាំងនឹងជូកលៀងប៉ុន្តែស៊ឺម៉ាអ៊ីក្នុងប្រវត្តិសាស្ត្រគឺផ្ទុយពីនេះព្រោះគាត់ជាមេទ័ពដែលស្វាហាប់មុតស្រួចនិងឆ្លើយតបវាយបកលឿនបំផុតគាត់ទទួលបានកិត្តិនាមនិងកេរ្តិ៍ឈ្មោះរបស់គាត់មិនមែនដោយសារការរងចាំនោះទេប៉ុន្តែដោយការចាប់ផ្ដើមសកម្មភាពលឿនដូចផ្លេបន្ទោខ្ញុំសូមលើកយកការបះបោរម៉ង់តានៅឆ្នាំ228នៃគ្រិស្តសករាជនៅពេលដែលម៉ង់តាបានចុះចូលនឹងនគរអ៊ូហើយបានបះបោរមកនគរវ័យដោយការនោះស៊ឺម៉ាអ៊ីជាអ្នកបញ្ជាទ័ពតែចំពេលដែលស៊ឺម៉ាអ៊ីនៅឆ្ងាយពីក្រុងមនុស្សគ្រប់គ្នាគិតថាគាត់នឹងចំណាយពេល1ខែដើម្បីប្រមូលផ្ដុំចំណែកឯស៊ឺម៉ាអ៊ីគឺមិនខ្វល់អ្វីទាំងអស់គឺគិតតែប្រមូលនិងដឹកនាំកងទ័ពឥតសម្រាប់ហើយសូម្បីតែការកោះប្រជុំធំក្នុងនគរក៏គាត់មិនអើពើដែរត្រឹមតែរយៈពេល8ថ្ងៃកងទ័ពស៊ឺម៉ាអ៊ីធ្វើដំណើរបានរហូតដល់600គីឡូម៉ែត្រនិងចាប់ខ្លួនម៉ង់តាបានសម្រេចនិងចំណាយពេលសរុបអស់តែ16ថ្ងៃប៉ុណ្ណោះដើម្បីកម្ចាត់ក្រុមបះបោរទាំងស្រុងគ្រប់គ្នាភ្ញាក់ផ្អើលនឹងកោតសរសើរចំពោះភាពប៉ិនប្រសប់របស់គាត់ក្នុងការចល័តនិងយុទ្ធសាស្ត្រដឹកនាំកងទ័ពយុទ្ធនាការក្រោយបន្តមកទៀតរបស់គាត់ប្រឆាំងនឹងត្រកូលកុងស៊ុននៅលាវតុងគឺមានភាពខុសខើនិងមានចរិតឈ្លានពានស៊ឺម៉ាអ៊ីគាត់បានដឹកនាំបេសកកម្មដ៏ធំមួយឡោមព័ទ្ធរាជធានីកុងស៊ុនអស់ជាច្រើនខែហ
ហើយបន្ទាប់ពីការបង្ខំឲ្យចុះចាញ់គាត់បានប្រហារជីវិតមនុស្សរាប់ពាន់នាក់ដែលបំផ្លាញអាណាចក្ររបស់កុងស៊ុនទាំងមូលទង្វើបែបនេះយើងអាចវាយតម្លៃគាត់កាន់តែច្បាស់ថាគឺមិនមែនជាស្នាដៃរបស់មនុស្សកំសាកដែលស្ទាក់ស្ទើរនោះទេប្រើយុទ្ធសាស្ត្របន្ថយអានុភាពចំពោះសត្រូវធំដូចនេះបើស៊ឺម៉ាអ៊ីមានចរិតឆាវឆាវខ្លាំងហើយទៅវិញបានជាគាត់ខ្លាចជាជនល្បីឈ្មោះក្នុងការនៅស្ងៀមចាំតែទប់ទល់នឹងជូកលៀមចម្លើយយ៉ាងច្បាស់បំផុតនោះគឺជាយុទ្ធសាស្ត្រដ៏អស្ចារ្យជូកលៀមនៃនគរស៊ូហានមានធនធានតែជាងបើធៀបនឹងនគរវៃហើយរាល់បេសកកម្មមកធ្វើសង្គ្រាមនៅភាគខាងជើងគឺមានភាពលំបាកខ្លាំងណាស់ក្នុងការធ្វើដំណើរនិងបញ្ជូនស្បៀងព្រោះទាមទារធ្វើដំណើរតាមផ្លូវឆ្ងាយនិងតំបន់ភ្នំផងស៊ឺម៉ាអ៊ីយល់ពីចំណុចខ្សោយដ៏សំខាន់នេះរបស់សត្រូវទើបគាត់ប្រើយុទ្ធសាស្ត្រអណ្ដើកក្នុងស្នូកដើម្បីប្រឆាំងនឹងជូកលៀងការបដិសេធមិនចូលរួមក្នុងសមរភូមិបើកចំហមិនមែនជាការកំសាកទេតែវាជាយុទ្ធសាស្ត្រធ្វើឲ្យសត្រូវថមថយកម្លាំងខាងវៃអាចរក្សាចំហការពាររបស់ខ្លួនយ៉ាងងាយស្រួលហើយខាងស៊ូមិនអាចទប់ទល់នឹងការរងចាំវាយលុករបស់ខ្លួនបានទេស៊ឺម៉ាអ៊ីដឹងថាប្រសិនបើគាត់គ្រាន់តែអត់ធ្មត់ត្រង់ចាំការផ្គត់ផ្គង់ស្បៀងរបស់ស៊ូនឹងអស់ហើយជូកលៀងនឹងត្រូវបង្ខំឲ្យដកថយដោយគ្មានចំណេញគឺមានតែខាតឯខាងនគរវៃវិញក៏គ្មានការប្រថុយប្រថានខាតបង់អ្វីដែរស៊ឺម៉ាអ៊ីជាមនុស្សឆ្លាតដោយសារគាត់អាចយកឈ្នះសត្រូវដោយមិនចាំបាច់បញ្ចេញទ័ពពេលខ្លះការចេះអត់ធ្មត់ក៏ជាអាវុធដ៏សំខាន់រដ្ឋប្រហារនៃភ្នូកៅភីងកំណើតនៃកិនអាក្រក់ប្រវត្តិសាស្ត្រពិតដ៏គួរភ្ញាក់ផ្អើលបំផុតរបស់ស៊ឺម៉ាអ៊ីបានកើតឡើងនៅលើសមរភូមិនោះទេប៉ុន្តែនៅក្នុងទីក្រុងលូយ៉ាងក្នុងឆ្នាំ249នៃគ្រិស្តសករាជនេះគឺជាពេលដែលបរិះប្រតិបត្តិយុទ្ធសាស្ត្រម្នាក់នេះផ្លាស់ប្ដូររហ័សទៅជាអ្នកឈ្លានពានដល់កាច់សាហាវមិនគួរជឿស៊ឺម៉ាអ៊ីត្រូវបានម្ចាស់របស់គាត់គឺឆាវសួងទុកចោលដែលមើលឃើញថាស៊ឺម៉ាអ៊ីនេះគឺជាមន្ត្រីចាស់ចំនួនពេកទៅហើយហើយស៊ឺម៉ាវិញបានឆ្លើយតបដោយធ្វើពុតជាមានជំងឺធ្ងន់ធ្ងរជាច្រើនឆ្នាំនៅពេលដែលឆាវសួងបានចាត់មន្ត្រីម្នាក់ឲ្យទៅពិនិត្យគាត់ស៊ឺម៉ាអ៊ីធ្វើជាមនុស្សចាស់ជរារញីរញ័រកាន់ចានបបរមិនជាប់ដៃធ្វើជាធ្ងន់ត្រចៀកវងវិញស្ដាប់គេនិយាយអ្វីមិនយល់ឆាវសួងចាប់ផ្ដើមជឿទាំងស្រុងលែងខ្វល់បារម្ភពីការឃ្លាំមើលស៊ឺម៉ាអ៊ីដោយជឿថាស៊ឺម៉ាអ៊ីនឹងមិនអាចគេចផាត់ពីការដេកស្លាប់ក្នុងពេលដ៏ខ្លីបន្ទាប់មកនៅថ្ងៃទី5ខែកុម្ភៈឆ្នាំ249ខណៈពេលដែលអធិរាជឆៅហ្វាងនិងឆៅសួងកំពុងចេញទៅគោរពវិញ្ញាណក្ខន្ធដូនតានៅភ្នូកៅភីងនោះស៊ឺម៉ាអ៊ីស្រាប់តែមានសុខភាពមាំទាំនិងធ្វើសកម្មភាពរដ្ឋប្រហារលឿនរន្ទះគាត់បានដណ្ដើមយករាជធានីហើយបញ្ចូលឲ្យព្រះនាងឲ្យដកឆៅសួងចេញពីអំណាចរបស់គាត់ក្រោយមកស៊ឺម៉ាអ៊ីក៏បានក្បត់ពាក្យសច្ចាប្រណិធានរបស់គាត់ដោយបានចាប់ខ្លួនឆៅសួងធ្វើការប្រហារជីវិតរួមទាំងត្រកូលឆៅទាំងមូលទង្វើឈាមត្រជាក់ដ៏ម៉ឺម៉ាត់នេះដែលគេស្គាល់ថាជាឧបទ្ទវហេតុនៅភ្នូកៅភីងបានត្រួសត្រាយផ្លូវសម្រាប់ចៅប្រុសរបស់ស៊ឺម៉ាអ៊ីដើម្បីបដូររំលំរដ្ឋឆៅវៃហើយរកឃើញរាជវង្សជីនសេចក្តីសង្ខេបគេដំណើរពិតរបស់ស៊ឺម៉ាអ៊ីដូច្នេះតើស៊ឺម៉ាអ៊ីពិតជានរណាស៊ឺម៉ាអ៊ីមានភាពភ្លាវខ្លាជាងក្នុងប្រឡោមលោកនិងក្នុងខ្សែភាពយន្តខ្លះនិងជារដ្ឋបរិបទដ៏មានប្រសិទ្ធភាពខ្ពស់ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការពង្រឹងការគ្រប់គ្រងរបស់គ្រួសារឆៅតាមរយៈគោលនយោបាយដ៏ឆ្លាតវៃនិងការឈ្នះក្នុងសមរភូមិភាពអត់ធ្មត់ដ៏ល្បីរបស់គាត់មិនមែនជាបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនទេប៉ុន្តែជាឧបករណ៍យុទ្ធសាស្ត្រដែលប្រើប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងជូកលៀងហើយក្រោយមកទៀតគឺប្រឆាំងនឹងគ្រួសារឆៅផ្ទាល់នៅក្នុងរឿងស៊ឺម៉ាអ៊ីមានក្លិបិតកលច្រើនប៉ុន្តែស៊ឺម៉ាអ៊ីក្នុងប្រវត្តិសាស្ត្រពិតគឺជាមនុស្សដែលខ្វះមេត្តាធម៌ក្នុងស្ថានភាពដែលសំខាន់សម្រាប់គាត់តស៊ូអត់ធ្មត់រងចាំពេលវេលាដ៏ល្អឥតខ្ចោះមកដល់ដៃដើម្បីវាយបកលើគូប្រកួតរបស់គាត់ភ្លាមគាត់ជាបរិះដែលបញ្ជាក់ថាអ្នកដែលរងចាំយូរបំផុតហើយមានសមត្ថភាពគ្រប់គ្រាន់នោះទីបំផុតទៅប្រវត្តិសាស្ត្រនឹងត្រូវបានគេចារឡើងវិញស៊ឺម៉ាអ៊ីកើតនៅក្នុងឆ្នាំ179ក្នុងតំបន់យោធាហឺនីនៃរាជវង្សហានបច្ចុប្បន្នជាខេត្តហឺណានគាត់មានឈ្មោះមួយទៀតហៅក្រៅថាចុងតាមានតំណែងស្មើលោកម្ចាស់ពូយ៉ាងក្រោមការគ្រងរាជបល្ល័ង្ករបស់អធិរាជសៀននៃរាជវង្សហានស៊ឺម៉ាអ៊ីបានបម្រើការជួនឆៅចាប់តាំងពីឆ្នាំ208ដល់220ក្រោមការគ្រប់គ្រងរបស់ត្រកូលឆៅនៅនគរឆៅវៃស៊ឺម៉ាអ៊ីបម្រើការជួនឆៅភីពីឆ្នាំ220ដល់226បម្រើការជួនឆៅអ៊ុយពីឆ្នាំ226ដល់239និងចុងក្រោយបម្រើការជួនឆៅហ្វាងនិងឆៅសួងពីឆ្នាំ239ដល់ឆ្នាំ249
ក្នុងឆ្នាំ249គឺជាឆ្នាំដែលស៊ឺម៉ាអ៊ីបានដណ្ដើមអំណាចពីសៅសួងគាត់ទទួលមរណភាពក្នុងថ្ងៃទី7ខែកញ្ញាឆ្នាំ251ក្នុងជន្មាយុ72ឆ្នាំនៅឯក្រុងលូយ៉ាងនគរឆៅវៃឈ្មោះអទេសនាងវិញ្ញាណក្ខន្ធរបស់គាត់គឺអាថេរីតស៊ន់